បន្តបងទឹកអាចដាក់ទៅក្នុងអាងចំថៃឲ្យបានណាខ្ញុំមានប្រភេទនេះនៅក្នុងស្តុកបងចំពោះអានឹងដែរខ្ញុំមាន5វ៉ុលហើយនឹងប្រភេទ12វ៉ុលមានក្បាល1ហើយនឹងប្រភេទក្បាល2ចេះបងចំពោះដោយវាក៏ខុសគ្នាដែរដោយ5វ៉ុលគឺប្រភេទដោយ USB ហើយ12វ៉ុលគឺដោយ DC 12វ៉ុលហ្នឹងគឺបងប្រើមួយប្រភេទថ្មបងឬក៏បងចង់ប្រើមួយអាគុយក៏បាន5វ៉ុលនេះវិញគឺបងប្រើមួយ power bank ហើយកម្លាំងបងអាចមើលតាមជាក់ស្ដែងបានបងអូនេះខ្ញុំប្រើមួយតាយោ8មីលីម៉ែត្រតាយោតុនណាបងខ្ញុំមានលក់ដូចគ្នា5វ៉ុលដាក់មួយ power bank បងខ្ញុំប្រើមួយក្បាលមួយបងតាយោម៉ូទ័រក្បាលមួយបងនេះបងអាចមើលបានបងនេះប្រភេទម៉ូទ័រ12វ៉ុលវិញម្ដងបងអាហ្នឹងខ្ញុំដោតមួយថ្មនេះបងកម្លាំងវាជាងខ្លាំងជាងអាមុននឹងបន្តិចនេះក៏ដាក់ចូលទឹកចង់ពួកប្រភេទម៉ូទ័រដែលខ្ញុំបង្ហាញហ្នឹងគឺសុទ្ធតែអាចដាក់ចូលក្នុងទឹកបានបងទាំងក្បាល1ក្បាល2ហើយបើបងត្រូវការអីគឺអាចតាក់ទងមកកាន់ហាងខ្ញុំបានបង